ក្លាប់មានអ្នកចូលខមមិននៅក្រោមវីដេអូខ្ញុំថាការចំអិនម្ហូបអាហាររបស់ខ្ញុំនឹងដែលប្រើជាច្រើនអស់មានផ្សាយមានអីចឹងគឺអត់សូវមានផាសុខភាពទេវាប៉ះពាល់ដល់សុខភាពអីចឹងទៅកាលហ្នឹងក៏ខ្ញុំអត់មានបានតបជាមួយនឹងខមមិនគាត់ដែរគ្រាន់តែខ្ញុំអានហើយខ្ញុំចុចមេដៃធម្មតាខ្ញុំអត់មានបានឆ្លើយឆ្លងឬក៏ខឹងនឹងគាត់ខមមិននៅក្រោមវីដេអូខ្ញុំដែរបងប្អូនពួកឯសាតាការរស់នៅរបស់យើងមនុស្សម្នាក់គឺវាខុសៗគ្នាដូចខ្ញុំអញ្ចឹងគឺខ្ញុំនៅស្រុកស្រែគឺខ្ញុំធម្មតាទេពួកខ្ញុំប្រើអស់ប្រើអីធម្មតាចឹងឯងណាមួយយើងប្រើអស់ចឹងទៅអស់ដែលយើងរកបានខ្លួនឯងគឺកាត់បន្ថយការចំណាយបានមួយផ្នែកដែរអ្នកខ្លះបើសិនជាគាត់អត់មានពេលរកអស់រកអីចឹងទៅក៏គាត់ប្រើជាក្រានហ្គាសឬក៏គាត់ប្រើជាក្រានភ្លើងអីចឹងទៅបងប៉ុន្តែបើដូចខ្ញុំចេះមានអស់មានអីនៅក្បែរផ្ទះខ្លួនឯងអញ្ចឹងគឺការប្រើហើយនិយាយទៅការប្រើអស់វាមួយយ៉ាងដែរឡបងវាជួយកាត់បន្ថយការចំណាយរបស់យើងបានមួយផ្នែកដែរបើដូចសពថ្ងៃនេះអញ្ចឹងបងហើយហ្គាសក៏ថ្លៃអីក៏ថ្លៃដែរខ្ញុំនេះក៏មិនមែនថាអត់មានជាក្រានហ្គាសឬក៏អត់មានឆ្នាំងភ្លើងអីដាំបាយអីដូចគេដែរបងគឺខ្ញុំមានសពគ្រប់ទាំងអស់ប៉ុន្តែដោយសារតែខ្ញុំអត់ចង់ប្រើខ្ញុំចង់សំចៃខ្លះពួកអីដោយសារតែយើងចំណូលយើងក៏វាមិនសូវហូរហៀអីណាដូចគេដែរអញ្ចឹងទៅអាកន្លែងណាដែលយើងកាត់បន្ថយបានគឺកាត់បន្ថយឲ្យខ្ញុំនិយាយទៅអត់ហត់លោតអីទេបងប្អូនសុខចិត្តស៊ូហត់ខ្លះព្រោះដោយសារតែលុយមិនស្រួលរស់ណាបងអាកន្លែងណាដែលយើងអាចរីកត្បិតបានកាត់បន្ថយការចំណាយបានគឺយើងធ្វើទៅវារីកចម្រើននៅក្នុងគ្រួសាររបស់យើងទេណាមួយបងដែលគាត់ចូលខមមិនហ្នឹងក៏ខ្ញុំអត់បានខឹងគាត់ដែរព្រោះដោយសារតែវាក៏ជាការពិតដែរបងការដែលយើងដាំអស់មានផ្សាយមានអីហ្នឹងគឺវាអត់សូវល្អសម្រាប់សុខភាពមែនប៉ុន្តែវាដូចខ្ញុំនិយាយចឹងឯងការរស់នៅរបស់យើងម្នាក់គឺវាខុសគ្នាចឹងណាអូយឥឡូវតែនិយាយវែកញែកឯណោះច្រើនបងហើយថ្ងៃហ្នឹងគឺខ្ញុំបានស្ងោរឆ្អឹងជ្រូកជាមួយនឹងល្ហុងនិយាយទៅជាតិខ្លាំងមែនតើព្រោះដោយសារតែខ្ញុំល្ងាស់វាឡើងផុយខ្ញុំចង់ឲ្យវាចេញជាតិពីឆ្អឹងជ្រូកនឹងមកជាតិឆ្ងាញ់ណាស់ហើយស្ងោរជាមួយនឹងល្ហុងសាគៀលមួយជាមួយនឹងល្ហុងរបស់ខ្ញុំមួយទៀតគឺចាស់ខ្លាំងស្ងោរនេះនិយាយរំទៅខ្ញុំស្ងោរធម្មតាទេប៉ុន្តែលក្ខណៈថាយើងរមាស់វាឲ្យយូរដោយរបៀបថាស្ងោរស៊ុបអញ្ចឹងឲ្យវាចេញជាតិពីឆ្អឹងផងចេញជាតិពីល្ហុងផងវាឆ្ងាញ់ផ្អែមល្អឆ្អឹងដែលខ្ញុំស្ងោរហ្នឹងឆ្អឹងជ្រូកឯងបងមិនឆ្អឹងគោទេតែជាតិឆ្ងាញ់